มรณาอัตโตปมีอัตโตปมีหรือโยโลกาอัตโตปุณะอัตโตปมีนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะអ្នកមត្ថុរតនតេយស្សៈខ្ញុំប្រករុណាអាត្មាភាពក៏សូមលើកដៃកំបងអញ្ជលីក្រាបថ្វាយបង្គំប្រជុំ3នៃបត្រៃរតន៍មានពុទ្ធរតនៈ1ធម្មរតនៈ1សង្ឃរតនៈ1ដោយសេចក្តីគោរពកោតក្រែងអ៊ីតោបរាំងធម្មំទេសេសាមិទីតីអំពីតាំងបត់នមស្ការសង្ខេបបែបខ្លីមកប៉ុណ្ណេះក៏តម្រូវត្រូវដល់អង្គខ្ញុំព្រះករុណាអាត្មាភាពនឹងលើកយកព្រះធម៌មកសម្ដែងចែកជូនញាតិញោមជាពុទ្ធបរិស័ទស្ដាប់យកផល្លាអានិសង្សតាមនិស័យជ្រះថ្លារៀងខ្លួនចត្តរោធម្មាធម៌គឺពរទាំងឡាយ4ប្រការគឺអាយុសូមឲ្យបានអាយុវែងវណ្ណៈសូមឲ្យមានពណ៌សម្បុរកាយល្អសុខៈសូមឲ្យបានសុខកាយសប្បាយចិត្តពលៈសូមឲ្យមានកម្លាំងស្មារតីខ្លាខ្លាំងធម៌គឺពរទាំងឡាយ4ប្រការនេះវត្តថន្តោចូលចម្រុងចម្រើនកើនមានដល់ចំពោះអស់លោកដែលជាពុទ្ធបរិស័ទជាពិសេសម្ចាស់ដើមទានប្រធានផ្ដើមបុណ្យដែលមានចិត្តជ្រះថ្លាបាននិមន្តខ្ញុំព្រះករុណាអាត្មាភាពឲ្យជាអ្នកសម្ដែងធម៌ខ្ញុំព្រះករុណាអាត្មាភាពក៏ព្រមទទួលនៅភារកិច្ចជាអ្នកសម្ដែងធម៌តែមុននឹងខ្ញុំព្រះករុណាអាត្មាភាពសម្ដែងធម៌ក៏សូមធ្វើការខន្តីអភ័យអត់ទោសចំពោះកំហុសខុសឆ្គងទាំងឡាយណាដែលខ្ញុំព្រះករុណាអាត្មាភាពសម្ដែងទៅមានការលើសលុះឬក៏ខ្វះខាតត្រង់ចំណុចភាសាបាលីសេចក្តីអត្ថាធិប្បាយពន្យល់យ៉ាងណាក្តីក៏សូមអស់លោកដែលជាពុទ្ធបរិស័ទជាពិសេសម្ចាស់ដើមទានប្រធានផ្ដើមបុណ្យធ្វើការខន្តីអភ័យអត់ទោសចំពោះកំហុសខុសឆ្គងនោះចំពោះខ្ញុំព្រះករុណាអាត្មាភាពផងគ្រាន់នឹងបានលើកយកព្រះធម៌មកសម្ដែងចែកជូនញាតិញោមជាពុទ្ធបរិស័ទស្ដាប់ទៅតាមការបញ្ញាចេះចាំបន្តិចបន្តួចស្ដួយស្ដាងរបស់ខ្ញុំព្រះករុណាអាត្មាភាពនាវេលាខណៈនេះដែរក៏ត្រូវនឹងថ្ងៃសៅរ៍13រោចខែចេសឆ្នាំមមីអដ្ឋស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី13ខែមិថុនាឆ្នាំ2026ស្ថិតនៅក្នុងភូមិបរងយើងទាំងមូលនេះនាវេលាខណៈនេះដែរខ្ញុំព្រះករុណាអាត្មាភាពនឹងលើកយកព្រះធម៌មកសម្ដែងចែកជូនញាតិញោមជាពុទ្ធបរិស័ទស្ដាប់អំពីពាក្យថាបុណ្យតក្ខិណានុបទានញាតិញោមជាពុទ្ធបរិស័ទពាក្យថាបុណ្យតក្ខិណានុបទាននេះបើតាមតែចេះដឹងនោះគឺដឹងមកហើយញាតិញោមព្រោះថាឲ្យតែមានអ្នកស្លាប់គេរមែងតែងតែធ្វើបុណ្យតក្ខិណានុបទានមកជារឿយចឹងមិនមែនជារឿយទេខ្ញុំឲ្យតែមានអ្នកស្លាប់គឺធ្វើតែម្ដងអញ្ចឹងបើតាមតែការនោះគឺស្លាប់នោះមិនតិចទេហើយបើស្ដាប់ធម្មទេសនានោះក៏ច្រើនដែរអញ្ចឹងខ្ញុំបកករណាអាត្មាភាពនាវេលាខណៈនេះសូមលើកយកជាគោលជាខែបមកដើម្បីចែកជូនញាតិញោមអំពីពាក្យថាបុណ្យតក្ខិណានុបទាននឹងមានន័យយ៉ាងនេះដូចម្ដេចខ្លះតែនៅក្នុងទីនេះអ្នកផ្ដើមបុណ្យមានតែ2នាក់តិចមែនតើញោមអ្នកផ្ដើមបុណ្យទី1គឺលោកអ៊ិតមេងថានិងភរិយាព្រមទាំងបុត្រទី2លោកអ៊ិតសុខានិងភរិយាព្រមទាំងបុត្រគាត់មានកូនទៅ2នឹងអញ្ចឹងអ្នកផ្ដើមបុណ្យក៏មានទៅ2នឹងដែរញោមនេះសិតតែជាកូនកតញ្ញូជាកូនដែលដឹងគុណអាត្មាសាកសួរមើលញោមកូននឹងមានប្រមាណប្រភេទដែរញោមដឹងដែរកូនណាមើលញោមព្រមជួយឆ្លើយបន្តិចមើលកូននឹងមានប្រមាណប្រភេទដែរញោម3ប្រភេទ3ប្រភេទអីខ្លះដែរញោមមើលជួយឆ្លើយតិចមើល
3 ប្រភេទណាញោមណាទី1គឺកូនប្រុសទី2គឺកូនស្រីទី3គឺកូនភេទទី3នេះឯងប៉ុន្តែនៅក្នុងទីនេះមិនសំដៅយក3នឹងទេញោមណានៅក្នុងទីនេះអាត្មាសំដៅ3នោះទី1គឺអតិចិត្តបុត្រទី2អនុចិត្តបុត្រទី3អវចិត្តបុត្របុត្រទាំង3នេះដែលព្រះសម្មាសម្ពុទ្ធលោកតែងតែពោលមកប្រាប់យើងទី1អតិចិត្តបុត្របុត្រដ៏ប្រសើរលើសលប់ញាតិញោមបុត្រដ៏ប្រសើរលើសលប់មិនបានថាបុត្រដ៏ប្រសើរលើសលប់បុត្រដែលប្រសើរលើសលប់ដែលព្រះសម្មាសម្ពុទ្ធលោកបានសម្ដែងឲ្យឈ្មោះថាអតិចិត្តបុត្រនេះគឺជាបុត្រដ៏ប្រសើរគឺជាបុត្រដែលមានចំណេះដឹងខ្ពង់ខ្ពស់កាលណាដែលមានមេត្តាបិតាដែលគាត់មិនបានរក្សាសីលឬក៏គាត់មិនមានធម៌អាសិក្ខាវិន័យអីនៅក្នុងខ្លួននោះទេកូនប្រុសនោះរមែងតែងតែដឹកនាំម្ដាយឪពុកនោះឲ្យចេះរក្សាសីលឲ្យចេះស្គាល់បាបឲ្យចេះស្គាល់បុណ្យដូចជាព្រះសិរីបុត្រអីញាតិញោមធ្លាប់ស្គាល់ហើយណោះគឺជាអគ្គសាវកខាងស្ដាំរបស់ព្រះសម្មាសម្ពុទ្ធម្ដាយរបស់ព្រះសិរីបុត្រអត់ជ្រះថ្លាជាមួយព្រះសម្មាសម្ពុទ្ធទេញាតិញោមជាមនុស្សមច្ឆាទិដ្ឋិរហូតតទៅដល់ព្រះសិរីបុត្របរិនិព្វានបានម្ដាយនោះបានងាកមករកផ្លូវត្រូវវិញព្រោះព្រះសិរីបុត្រគឺជាអគ្គសាវកខាងស្ដាំលោកក៏មុននឹងបរិនិព្វាននោះលោកតែងតែប្រមាលមើលឧបនិស្ស័យអាត្មាអញគួរទៅដល់ពេលវេលាដែលត្រូវប្រោះញោមស្រីហើយបើពីមុនទៅប្រាប់ក៏អត់ស្ដាប់អត់ជឿអត់តាមរហូតតដល់ថ្ងៃព្រះសិរីបុត្រលោកចូលបរិនិព្វានលោកទៅបរិនិព្វាននៅផ្ទះដែលលោកកើតនោះឯងហើយម្ដាយព្រះសិរីបុត្រនេះគឺជាមនុស្សមច្ឆាទិដ្ឋិកាន់ព្រហ្មញ្ញសាសនាហើយព្រះពុទ្ធនោះនៅក្នុងប្រទេសឥណ្ឌានោះមិនតាន់ជ្រួលជ្រាបអីទូលំទូលាយទេញោមមកដល់ឥឡូវនោះសាសនាពុទ្ធនៅក្នុងប្រទេសឥណ្ឌានោះក៏អត់ទូលំទូលាយដែររីកពីខាងទៅវិញនេះឲ្យឈ្មោះថាអតិចិត្តបុត្របុត្រដ៏ប្រសើរទៅប្រោះមេដារហូតតតែបានសម្រេចធម៌ដែរញោមហើយទី2អនុចិត្តបុត្របុត្រដ៏ប្រសើរដូចគ្នាដែរប៉ុន្តែមិនដល់ថ្នាក់អតិចិត្តបុត្រទេអតិចិត្តបុត្របុត្រដែលចេះដឹកនាំឪពុកម្ដាយចំណែកអនុចិត្តបុត្រនេះបុត្រនៅក្រោមបង្គាប់ឪពុកម្ដាយក៏ព្រានប្រដៅយ៉ាងម៉េចកូនប្រុសស្រីទាំងឡាយនោះរមែងតែងតែធ្វើតាមគាត់ប្រើឲ្យទៅលិចគឺទៅលិចគាត់ប្រើឲ្យទៅកើតគាត់បង្រៀនយ៉ាងណាចេះស្ដាប់ពាក្យគាត់ចេះទទួលពាក្យទូមានរបស់គាត់នេះឲ្យឈ្មោះថាអនុចិត្តបុត្របុត្រដ៏ប្រសើរមួយដែរញោមប៉ុន្តែបញ្ហារឿងកង្វះបន្តិចឯចំណែកទី3នេះគឺអវចិត្តបុត្រនេះបច្ចុប្បន្ននឹងច្រើនណាស់ញោមមើលញោមជួយផ្សាយមើលអវចិត្តបុត្រនឹងបុត្រអីគេញោមអវចិត្តបុត្រគឺជាបុត្រដែលមិនស្ដាប់បង្គាប់ឪពុកម្ដាយនិយាយឲ្យស្រួលស្ដាប់គេហៅថាពាលបច្ចុប្បន្ននឹងគឺមានច្រើនណាស់ញោមហើយម្ដាយគ្រប់រូបប្រាថ្នាចង់បានបុត្របែបហ្នឹងទេញោមអវចិត្តបុត្របុត្រពៅគេកូនពៅមិនចង់ទេបុត្រនេះរមែងតែងតែមិនចម្រើនឪពុកម្ដាយហើយរមែងតែងតែបំផ្លាញឪពុកម្ដាយទៅទៀតកូនពាលយើងឃើញស្រាប់ហើយពេលខ្លះញាតិញោមដែលមិនបានតាមដានកូនដិតដល់ទេអាត្មានៅវត្តអាត្មាឃើញច្រើនបញ្ជូនកូនឲ្យទៅរៀនគិតថាកូនទៅរៀនផុតពីខ្សែភ្នែកគិតថាទៅរៀនហើយប៉ុន្តែមានទៅរៀនណាញោមបើនៅកក្រៅសម្បូរប្រហោះពេញវត្តប្រហោះនៅមុខក្នុងវត្តនោះតែម្ដងនេះឲ្យឈ្មោះថាអវចិត្តបុត្រដែលមិនប្រសើរហើយបច្ចុប្បន្ននឹងច្រើនណាស់ញោមមើលតាមបណ្ដាញសង្គមក៏ឃើញដែរប្រហោះជិះម៉ូតូអីជិះតកង់មួយទេពេលខ្លះអីបើថាឃើញលោកអីអត់ប្រអន់ទៀតប៊ីសនឹងឆាបលោកទៀតអាហ្នឹងក៏បុត្រមួយដែរបុត្រមិនប្រសើរទេញោមហើយបុត្រប្រភេទនេះមិនចម្រើនទេគ្មានទេវតារក្សាអង្គណាទេញោមទេវតាអង្គណាក៏គេមិនរក្សាដែរព្រោះថាសាហាវពេកញោមហើយបុត្រដែលប្រសើរទាំងពីរនេះទៅដល់ទីណាមកណាក៏រមែងតែងតែមានទេវតាតាមថែរក្សាคุ้មគ្រងជានិច្ចអតិចិត្តបុត្រដ៏ប្រសើរអនុចិត្តបុត្រដែលចេះស្ដាប់បង្គាប់ឪពុកម្ដាយនេះញោមពីរនេះទេវតាតាមរក្សាคุ้មគ្រងជានិច្ចដូចមានសម្ដែងនៅក្នុងរឿងមួយកាលដែលព្រះសម្មាសម្ពុទ្ធយោងកើតទៅជាស្ដេចដំរីសញាតិញោមកើតទៅជាស្ដេចដំរីសហើយមានវងដ៏ច្រើនហើយព្រះពោធិសត្វនោះជាស្ដេចជាមេជាវងហើយមានដំរីជាបរិវារជាកូនចៅនោះរហូតដល់8400ដំរីញោមព្រះពោធិសត្វតែងតែមាន
សម្ដីបតីសណ្ដោះប្រុសជានិច្ចហើយមានម្ដាយមួយចាស់ជរាញាតិញោមម្ដាយចាស់ជរាហើយពិការភ្នែកទៀតដំរីព្រះពោធិសត្វនោះបាននាំជាវងដំរីទិញទៅរកផ្លែឈើចេញទៅរកទៅតាមអីផ្សេងចំណីដើម្បីបោបញ្ចុកមេដាបៃតាអមេតាចិញ្ចឹមថែរក្សារហូតថ្ងៃមួយនោះព្រះពោធិសត្វបានចេញទៅរកចំណីនៅក្នុងព្រៃជ្រៅមួយទៅរយៈពេល25ថ្ងៃឬក៏7ថ្ងៃចឹងទៅបានចំណីរមែងតែងតែផ្ញើឲ្យជាបរិវារនោះមកឲ្យយកម្ដាយរបស់ខ្លួនព្រោះថាដំរីជាពោធិសត្វនោះនៅគ្រប់គ្រងជាមេវងអញ្ចឹងมันអាចចាក់ចេញអំពីវងបានទេរមែងតែងតែផ្ញើទៅតាមកូនចៅជានិច្ចថ្ងៃមួយនោះព្រះពោធិសត្វលោកផ្ញើទៅចេះតែឆ្ងល់ថាហេតុអីក៏ម្ដាយយើងស្គមបែបនេះយើងទំនុកបំរុងគាត់ដោយចំណីអាហារបរិភោគនោះច្រើនបរិបូរហើយរមែងតែងតែគិតថាដំរីនេះសមតែនឹងមានសាច់មានឈាមអីគ្រប់គ្រាន់ព្រោះថាចំណីមិនខ្វះទេព្រះពោធិសត្វចិញ្ចឹមទំនុកបំរុងដោយយកចិត្តទុកដាក់ណាញោមបន្ទាប់ពីនោះហើយក៏គិតថាវងនេះច្បាស់ណាស់ថាមិនស្រួលទេប្រកាសជាកូនចៅរបស់យើងនេះមិនបានយកចំណីមកឲ្យយើងទេអមឲ្យម្ដាយរបស់យើងទេពេលនោះដែរព្រះសម្មាសម្ពុទ្ធបរមពោធិសត្វនឹងក៏បានធ្វើដូចរដងហើយឲ្យដំរីដែលជាបរិវារជាកូនចៅនោះនាំផ្លែឈើមកទៀតប៉ុន្តែសារនេះព្រះពោធិសត្វលោកមកតាមពីក្រោយញោមតាមមកអញ្ចឹងទៅតាមលបមើលអញ្ចឹងទៅមានឯណាយកមកបានពាក់កណ្ដាលផ្លូវកូនចៅនោះស៊ីបរិភោគតាមផ្លូវនោះអស់ទៅគ្មានដល់ជាមេទេព្រះពោធិសត្វឃើញដូច្នេះហើយក៏ហួសចិត្តញាតិញោមខំចេញទៅរកទាំងលំបាលំបិនដើម្បីមកជួយទំនុកបំរុងមេដាប៉ុន្តែបែរជាបរិវាររបស់ខ្លួននោះធ្វើដូច្នេះមិនសមទាល់តែសោះពេលនោះដែរព្រះពោធិសត្វជាស្ដេចដំរីមានបរិវារច្រើនយ៉ាងនេះហើយញាតិញោមស្រាប់តែដោយហេតុនៃកតញ្ញូបោះបង់ជីវងដំរីនោះចោលនាំម្ដាយចេញអំពីវងមកទៅ2នាក់ទៀតញាតិញោមឥឡូវបកមករឿងយើងបន្តិចកាលណាបើសិនបើជាយើងមានឪពុកម្ដាយចាស់ជរាបែបនេះហើយបានឡើងធ្វើការងារធំដុំឧទាហរណ៍ចុះឡើងទៅជាចៅហ្វាយខេត្តមានកូនចៅយ៉ាងច្រើនហើយមានបរិវារយ៉ាងច្រើនតាមហែហមហើយយើងហ៊ានចិញ្ចឹមបោះបង់បរិវាររបស់យើងកូនចៅរបស់យើងសុខចិត្តមករស់នៅជាមួយម្ដាយដែរទេញោមច្បាស់ណាស់មិនមានពីណាគេហ៊ានលះបង់ដល់ថ្នាក់នឹងទេគិតថាតម្រាំបានប៉ុណ្ណេះតម្រាំបានជាមេវងតម្រាំបានជាស្ដេចដំរីប៉ុណ្ណេះគឺថាមិនបនមិនតិចទេហើយក៏មិនហ៊ានបោះបង់ដែរព្រោះគិតតែពីសំណុកសុខស្រួលប៉ុន្តែព្រះពោធិសត្វអត់ទេញោមបោះបង់ជីវងចោលហើយប្រាប់ថាអ្នកទាំងអស់គ្នារស់នៅតាមសមាជីវរចុះខ្ញុំមិនមានលទ្ធភាពមើលថែអ្នកទាំងអស់គ្នាទេព្រោះថាខ្ញុំមានភារកិច្ចទទួលបន្ទុកត្រូវចិញ្ចឹមមេដារបស់ខ្ញុំដែលចាស់ជរាហើយពិការភ្នែកទៀតព្រោះថាម្ដាយរបស់ខ្ញុំមិនអាចចេញទៅរកអ្វីបានទេអញ្ចឹងត្រូវការខ្ញុំមើលថែអញ្ចឹងព្រះពោធិសត្វក៏បានបែកពីវងមកនាំដំរីនោះមកចុះនៅក្នុងចង្កេះភ្នំហើយស្នាក់នៅទីនោះពេលដែលថាក្តៅយ៉ាងទៅនាំម្ដាយដែលជានោះចាស់ជរានោះទៅងូតទឹកងូតអីចឹងទៅព្រះពោធិសត្វយកប្រមោយនោះបោនៅលើដងបូមទឹកបាញ់ស្រោចស្រពទៅលើព្រះមេដាចឹងទៅស្រោចស្រពអីមកតិចសំគូហើយក៏នាំចូលទៅក្នុងលអាងក្នុងព្រៃជ្រៅវិញចឹងទៅហើយព្រះពោធិសត្វក៏ចេញតម្រចំណីអីចឹងទៀតទៅទំនុកបំរុងមេដារហូតស្រាប់តែថ្ងៃមួយញាតិញោមមានព្រានព្រៃម្នាក់វង្វេងផ្លូវដាច់បាយដាច់ទឹកអស់រយៈពេល7យប់7ថ្ងៃថ្ងៃនេះបើសិនជារកផ្លូវមិនចេញទៅឃើញចេញទេច្បាស់ណាស់ព្រានព្រៃនោះប្រកាសជាដាច់ពុះស្លាប់ពេលនោះដែរព្រានព្រៃនោះក៏បានដើរត្រហោយំចឹងទៅស្រាប់តែដំរីព្រះពោធិសត្វឮញោមសញ្ជាតិរបស់ព្រះពោធិសត្វគឺមានមេត្តាករុណាណាស់ឮដូច្នេះហើយក៏ឃើញចឹងហើយក៏ដើរទៅសួរថាមនាលព្រានព្រៃតើអ្នកយំព្រោះរឿងអ្វីពេលនោះដែរព្រានព្រៃក៏បានតបថាបបិទ្ធដំរីដ៏ចម្រើនខ្ញុំវង្វេងផ្លូវ7យប់7ថ្ងៃហើយរកផ្លូវចេញពីក្នុងព្រៃនេះមិនឃើញទេបើដូច្នេះតទៅទៀតខ្ញុំប្រកាសជាដាច់ពូស្លាប់ដោយមិនមានអាហារបរិភោគទេព្រះពោធិសត្វមានមេត្តាករុណាញញោមក៏នាំព្រានព្រៃនោះចេញអំពីព្រៃនោះទៅស្រាប់តែដល់នោះច្រកចេញក៏បានប្រាប់ព្រានព្រៃនោះថាមនាព្រានព្រៃចូលអ្នកដើរតាមច្រកនេះចុះអ្នកនឹងចេញអំពីព្រៃជ្រៅនេះហើយអ្នកលែងវង្វេងហើយអ្នកនឹងទៅដល់ភូមិរបស់អ្នកហើយស្រាប់តែព្រានព្រៃនោះញញោមឃើញដំរីព្រះពោធិសត្វរូបរាងល្អសស្ពុះហើយជាដំរីដែលមានមាឌធំលើសដំរីទាំងឡាយពេលនោះដែរព្រានព្រៃនោះក៏នឹកគិតថាដំរីនេះបើសិនជាអាត្មាអញបានចាប់យកទៅឲ្យព្រះរាជាច្បាស់ណាស់អញនឹងបានទទួលរង្វាន់
មនុស្សយើងក៏ដូចគ្នាដែរញាតិញោមពេលខ្លះគេខំជួយឲ្យមិនដឹងគុណគេទៀតគិតតែអំពីប្រយោជន៍អំពីគេទៀតហើយព្រានព្រៃនោះក៏បានធ្វើដំណើរចូលទៅក្នុងវាំងទូលព្រះរាជាតាមដំណើរសាច់រឿងហ្នឹងក៏ប្រាប់ព្រះរាជាថាបបិទ្ធព្រះរាជាដ៏ចម្រើននៅក្នុងព្រៃជ្រៅឯណោះខ្ញុំបានឃើញដំរីសមួយគឺធំល្អណាស់ហើយសាកសមជាដំរីមង្គលរបស់ព្រះរាជាចៃដន្យស្របពេលនោះដែរដំរីមង្គលរបស់ព្រះរាជាស្លាប់បាត់បង់ជីវិតញាតិញោមស្លាប់បាត់បង់ជីវិតទៅព្រះរាជាមិនដឹងមានដំរីមង្គលឯណាទេព្រោះខ្សាត់ពីដើមពេលដែលចេញច្បាំងតែងតែជិះនៅលើដំរីឯញោមជិះនៅលើដំរីដែលធំដំរីដែលមាំទាំល្អរមែងតែងតែមានព្រៀបព្រោះថាមិនមានសត្រូវណាអាចឡើងវាយប្រហារដល់លើនោះទេអញ្ចឹងឈរពីលើទៅស្រួលណាញោមបើឃើញនៅពីក្រោមអញ្ចឹងទៅបើចំនួនដើមថាធ្នូឯញោមទាញពីលើ1ដឹង1 2ដឹង2 3ដឹង3ហើយពេលនោះដែរព្រានព្រៃនោះក៏បានថាអូពិតជាប្រពៃណាស់បើព្រះរាជាក៏បានថាអូពិតជាប្រពៃណាស់យើងកំពុងតែខ្វះដំរីមង្គលរមមពេលនោះដែរព្រានព្រៃនោះក៏បានថាសូមពលសេនាយ៉ាងច្រើនដើម្បីទៅចាប់ដំរីព្រះពោធិសត្វនោះពេលនោះដែរព្រះរាជាក៏បានអនុញ្ញាតឲ្យព្រានព្រៃនោះនាំសេនាទៅចាប់ដំរីព្រះពោធិសត្វញោមហើយព្រានព្រៃនោះក៏បាននាំសេនាទៅប្រហែលជា500សេនាទៅចាប់ដំរីព្រះពោធិសត្វពេលដែលទៅដល់ឃើញដំរីព្រះពោធិសត្វកំពុងតែនៅស្រោចទឹកឲ្យម្ដាយនាំម្ដាយទៅងូតទឹកមួយអីហើយព្រះពោធិសត្វនោះញាតិញោមឃើញដូច្នេះហើយក៏ចាំព្រានព្រៃនោះយ៉ាងច្បាស់តែម្ដងថាអូមនុស្សនេះរមល់គុណអញខំជួយយកអាសាឲ្យរួចចេញអំពីការវង្វេងនៅក្នុងព្រៃនេះបែរជាមនុស្សព្រានព្រៃនេះមានគំនិតអាក្រក់នាំសេនាមកធ្វើបាបយើងដូច្នេះពេលនោះដែរព្រះពោធិសត្វលោកក៏ចង់តបតដែរញោមបើចង់តបតម្ដាយរបស់ខ្លួននឹងដឹងនឹងឮអញ្ចឹងគឺថានាំទុកដល់ម្ដាយទៀតព្រះពោធិសត្វមិនតបតទេញោមហើយបើចង់ថាព្រះពោធិសត្វតបតដំរីមនុស្សទាំង500នាក់ដែលជាសេនានោះចូលមិនអាចចាប់ព្រះពោធិសត្វបានទេព្រោះថាដំរីព្រះពោធិសត្វគឺធំណាស់គ្រាន់តែកវិសឬក៏បង្វិលខ្លួននោះក៏ពលសេនានោះផ្លោងអស់ដែរប៉ុន្តែព្រះពោធិសត្វអត់តបតទេញោមដោយហេតុនឹកគុណធម្មតាកុំឲ្យធម្មតាប្រវាក់ចិត្តក៏ព្រមបកលខ្លួនឲ្យសេនាទាំងអស់នោះចាប់ទៅពេលដែលចាប់ចូលទៅដល់បរមរាជវាំងស្រាប់តែដំរីព្រះពោធិសត្វនោះញាតិញោមដាក់ផ្លែឈើអ្វីក៏មិនបរិភោគដាក់អ្វីក៏មិនបរិភោគដាក់ចំណីល្អក៏មិនបរិភោគគិតតែអំពីសម្រក់ទឹកភ្នែកនោះគឺនឹកថាម្ដាយរបស់ខ្លួនបានអីបរិភោគពេលដែលខ្លួនបានចិញ្ចឹមបីបាច់ថែរក្សាខ្វះចំណីឲ្យចំណីពេលដែលក្តៅមកដល់អញ្ចឹងទៅក៏នាំទៅងូតទឹកងូតអីពេលដែលរងាឬក៏នេះអីនាំចូលទៅក្នុងរអាងភ្នំអីចឹងទៅគិតដល់ម្ដាយដូច្នេះហើយព្រះរាជាក៏នឹកគិតក្នុងចិត្តថាអូដំរីនេះច្បាស់ជាមិនស្រួលហើយប្រកាសជាមានរឿងអីមិនស្រួលហើយព្រះរាជាក៏បានដើរទទួលសួរដំរីនោះតែម្ដងទៅសួរថាបបិទ្ធដំរីដ៏ចម្រើនតើអ្នកមានប្រវត្តិចិត្តរឿងអ្វីឬក៏អ្នកមិនពេញចិត្តនៅចំណីរបស់យើងឬបានជាអ្នកគិតតែសម្រក់ទឹកភ្នែកដូច្នេះប៉ុន្មានថ្ងៃហើយអ្នកមិនបានបរិភោគអ្វីសោះពេលនោះដែរព្រះពោធិសត្វក៏បានតបថាបបិទ្ធព្រះរាជាខ្ញុំស្រក់ទឹកភ្នែកនេះខ្ញុំមិនមែនគិតថាចំណីទាំងអស់នេះមិនល្អមិនសម្រាប់ខ្ញុំទេប៉ុន្តែខ្ញុំសម្រក់ទឹកភ្នែកនេះខ្ញុំនឹកដល់ម្ដាយរបស់ខ្ញុំតើគាត់បានអ្វីបរិភោគពេលដែលខ្ញុំមិននៅតើបានអ្នកណានាំគាត់ទៅងូតទឹកពេលដែលខ្ញុំមិននៅពេលដែលក្តៅមកដល់អញ្ចឹងទៅមានពីណាគេនាំគាត់ទៅងូតទឹកព្រោះថាម្ដាយរបស់ខ្ញុំពិការភ្នែកមិនអាចដើរទៅណាបានទេពេលនោះដែរព្រះរាជានោះក៏មានចិត្តធម៌ដែរញាតិញោមក៏ព្រមថាអូអ្នកពិតជាមិនដំរីដ៏ល្អខ្លាំងណាស់ចេះដឹងគុណឪពុកម្ដាយបើដូច្នេះក៏ព្រះរាជានោះក៏បានប្រាប់ឲ្យអ្នកមកដំរីនោះក៏ឲ្យដោះលែងដំរីព្រះពោធិសត្វហើយក៏ឲ្យនាំយកដំរីព្រះពោធិសត្វនោះក៏ទៅជួបម្ដាយព្រះពោធិសត្វវិញទៅញាតិញោមត្រង់កន្លែងនេះចង់បញ្ជាក់ថាមនុស្សដែលដឹងគុណឪពុកម្ដាយរមែងតែងតែមានការជួយទំនុកបំរុងអំពីទេវតាញាតិញោមមើលសូម្បីតែព្រះអិនក៏ថ្វាយបុគ្គលណាដែលដឹងគុណឪពុកម្ដាយដែរណាញាតិញោមសូម្បីតែព្រះអិនក៏ថ្វាយបង្គោលណាដែលជាកូនកតញ្ញូដែលជាកូនដឹងគុណនៅឪពុកម្ដាយបើព្រះអិនថ្វាយបង្គំបុគ្គលនោះហើយរឿងអីដែលទេវតាដែលរក្សានៅខាងក្រោមឋានៈក្រោមព្រះអិននេះមិនជួយថែរក្សាឪពុកម្ដាយជំនួសយើង
dương đôi chia pe khla đăng côn ở phụng mà đài nhìn nhôm mở pe khla phơ đầm nào từ na bầm rong chua crut na ai muối rồi men tai ỏi hẹt ỏi phết rư co ca đăng môn ai chỉ này pe khla dương phơ đầm nào trâu miên crut na chỉ muối nâng bọc cua khla tiết đai mình men chỉ côn cả tai nhù nhôm ai nâng rụi lùn tê và đa cái bình chia nhôm chành chẳng so bên chia thả côn đai cả tai nhu đã đăng côn rồi men tai miên tê và đa tam thai đã xa khung krong chỉ này hai đai bè chia ban đo lên nằm đây oi mà chu prepo thì sát chu mà đai ở phục win được này hai mà đai ở phục nằm đây prepo thì sát có ban ru nơi chỉ môi nâng mà đai rồi hốt đó chu nằm mía dụ tao như nhổm mà tao bị chỉ vật tới tiếng nằm đây prepo thì sát tiếng prepo thì sát có ban tao bắt đầu than được nông xua bạch từ hai đầm ray men cô đai chia đầm ray so đầm mòn thòng nút có ban dông cầm naแต่cao thì chia prepo thì sát haiเปลี่ยนไปได้เชี่ยมนุษย์รมกลนุก็บ้านแต่โยงกับน้าแต่เชี่ยเตะบตอดให้เปลี่ยนเรียเชี่ยได้เมียนจัดทอนนุยันโยมดังโยงกับน้าจีบินาเกยเด้ยันโยมได้สดับเรื่องหนึ่งเด้โอ้ทอมแม่กระทึกระบายสำได้เรื่องหนึ่งจะเอานะโยมเชี่ยไปแซ่บนไปใจบนคืออะไรเจ้าเลยโยมเรื่องนั้นโอ้haiព្រះរាជាដែលមានចិត្តធម៌នោះក៏បានយកកំណើតជាព្រះអនន្តដែលពូកែខាងចាំញោមអញ្ចឹងទាំង3នោះបានជួបគ្នាក្នុងសាសនាព្រះពុទ្ធនឹងដដែលប៉ុន្តែនិយាយអំពីពិធបុណ្យតេខេណានុពទាននេះញោមមិនមែនមានត្រឹមតែសម័យយើងទេមានតាំងតែអំពីសម័យពុទ្ធកាលមកម្ល៉េះហើយបុណ្យតេខេណានុពទាននេះអាចធ្វើទៅបានអាចឧទ្ទិសដល់អ្នកស្លាប់ដែលបានស្លាប់បាត់បង់ជីវិតទៅបាននោះត្រូវប្រកបទៅដោយអង្គហេតុ3យ៉ាងតែអង្គហេតុ3យ៉ាងនោះមានអ្វីខ្លះទី1គឺធ្វើទានជាមួយបុគ្គលដែលមានសិលទី2ម្ចាស់ដើមទានត្រូវតែចេះអនុមោទនាទទួលឧទ្ទិសទានច្រឡំឧទ្ទិសទានជូនចំពោះញាតិដែលស្លាប់បាត់បង់ជីវិតបន្ទាប់ពីឧទ្ទិសទានរួចញាតិរបស់ខ្លួនដែលបានស្លាប់បាត់បង់ជីវិតទៅនោះត្រូវចេះអនុមោទនាទទួលយកប៉ុន្តែមុននឹងសម្ដែងដល់នេះខ្ញុំបកករណាអាត្មាភាពសូមលើកទុកទាំង4កងឲ្យញាតិញោមបានស្ដាប់បន្តិចតើទុកទាំង4កងនោះមានអ្វីខ្លះអាត្មាដូចជាធ្លាប់សម្ដែងនៅខាងកូនអាត្មាម្ដងហើយរឿងនឹងញាតិញោមប៉ទុកទាំង4កងនោះទី1គឺជាតិទេទុកទុកព្រោះការកើតមិនបានព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាទុកព្រោះការកើតទៅវិញបើយើងកើតមកសបាយអើងកងសឹងអីនឹងសិតតែជប់លៀងធ្វើ birthday ខួបកំណើតអីសឹងតែរាល់ឆ្នាំជាពិសេសពេលដែលកើតមកនោះត្រេកអរសប្បាយចិត្តណាស់ញាតិញោមអូហើយមិនបានព្រះសម្មាសម្ពុទ្ធលោកថាទុកព្រោះការកើតទៅវិញទុកព្រោះការកើតពេលដែលញាតិញោមកើតមកនេះជាពិសេសញោមស្រីមានមានពុះពេលដែលកើតមកស្រួលទេញាតិញោមស្រួលអត់ឆ្លងទលេមិនស្រួលស្លាប់បាត់បង់ជីវិតទាំងពីរឆ្លងទលេស្រួលរស់រៀនមានជីវិតទាំងពីរប៉ុន្តែស្រួលនោះស្រួលទាំងលំបាកវេទនាញាតិញោមពេលខ្លះញាតិញោមកើតកូនមកនេះពេលដែលកើតកូនមកនឹងពិបាកញាតិញោមអាត្មាឃើញនៅក្នុងរឿងហ្នឹងសឹងថាស្រែករកម្ដាយសឹងថាមានកូនតែមួយនឹងឈប់ចង់បានហើយលំបាកណាស់លំបាកក្នុងការកើតហើយពេលដែលយើងកើតមកនេះតើចេះដើរចេះរត់លេងអីហើយឬនៅញាតិញោមអត់ទាន់ចេះទេអញ្ចឹងគឺត្រូវការឲ្យម្ដាយមើលថែទំនុកបំរុងទឹកក្តៅទឹកត្រជាក់ទម្រាំតែយើងរឹងដៃរឹងជើងរយៈពេលចង់2ឆ្នាំឯងញាតិញោមទម្រាំរឹងដៃរឹងជើងនឹងរយៈពេលជិត2ឆ្នាំអញ្ចឹងនិយាយអំពីគុណរបស់ម្ដាយវិញតើគាត់មានគុណប៉ុណ្ណាញាតិញោមបើគាត់មិនមានគុណចំពោះយើងទេតាំងពីយើងនៅក្នុងពុះមកនោះបើគាត់ធ្វើការងារអ្វីមួយមិនប្រយ័ត្នអាចនឹងរលូតយើងស្លាប់បាត់បង់ជីវិតមួយរំពេចពេលដែលកើតហើយលំបាកដល់គាត់ទៀតតម្រាំបានប្រឹងប្រសូតយើងចេញមកមួយនោះគឺថាមើលទៅគឺថាពិបាកមែនតើញោមសឹងថាស្រែករកឪពុកស្រែករកម្ដាយតម្រាំបានមកមួយនោះពិបាកណាស់ហើយពេលខ្លះបានយើងមកហើយយើងប្រកបទៅដោយមិនអង្គពីខាងដើម
đại chia ở tệ chia tập bột rư co ảnh nụ chia tập bột mình xómประกอบđể nâng tức chấtរបស់គាត់ទៅទៀតយកតែអវៈចិត្តបុត្របុត្រដែលមិនស្ដាប់បង្គាប់ឪពុកម្ដាយបុត្រនាំអំពុលឪពុកដល់ឪពុកម្ដាយបុត្រប្រភេទនេះគឺមិនសមគួរទល់តែសោះបើមិនបាននឹកឃើញអីក៏នឹកគិតថាអូឪពុកម្ដាយរបស់អញមានគុណចិញ្ចឹមមកលើអញច្រើនណាស់ដូច្នេះអញគួរតែដឹងគុណគួរតែតបស្នងសងគុណចំពោះគាត់វិញបើត្រឹមតែការដឹងគុណមិនខ្វះទេញាតិញោមអ្នកដែលដឹងគុណឪពុកម្ដាយមិនខ្វះទេអ្នកដើរនិយាយជាមួយអ្នកដែលជួបផ្សេងនៅខាងក្រៅក៏ពោលថាអូឪពុកម្ដាយអញមានគុណណាស់គាត់ចិញ្ចឹមខ្ញុំមកនេះលំបាកណាស់ប៉ុន្តែមិនដែលហុច 5000 ឲ្យគាត់ហូបគុទាវមិនដែលហុចឲ្យគាត់ 10000 ទិញអ្វីដែលគាត់ចង់មិនដែលថាគាត់ចង់ហូបអីឆ្ងាញ់មិនដែលធ្វើជូនពិសាជូនគាត់ទេប៉ុន្តែគាត់ចេះដើរនិយាយញោមឪពុកម្ដាយមានគុណធ្ងន់ណាស់គាត់ចេះដើរនិយាយប៉ុន្តែគាត់អត់ចេះតបស្នងនឹងកតញ្ញូកតវេទីកតញ្ញូដឹងគុណកតវេទីតបស្នងអញ្ចឹងចង់បានកូនទាំងពីរដល់ប្រសើរគឺជាអនុចិត្តបុត្រនិងអតិចិត្តបុត្រនិងអនុចិត្តបុត្រនោះត្រូវធ្វើប្រកបទៅដោយអង្គផ្សេងទៅទៀតញោមត្រូវដឹងគុណហើយបើមិនបានតបស្នងសងគុណចំពោះគាត់ទេស្មើនឹងឈ្មោះអវៈចិត្តបុត្រដែរដឹងគុណគាត់ប៉ុន្តែអត់បានតបស្នងសងគុណចំពោះគាត់ហើយបើគុណនិយាយចំពោះញាតិញោមចំពោះមិនថាញាតិញោមតាអាត្មាទេគុណម្ដាយឪពុកបើនិយាយអំពីធ្ងន់ដូចប្រតិពីចឹងញោមប្រតិពីផែនដីអាចវាស់គម្រើផែនដីថាមានទម្ងន់ប្រមាណបានទេអត់អាចវាស់បានទេហើយបើនិយាយអំពីច្រើនប្រមាណដូចជាគ្រាប់សាច់មិនដឹងថារាប់យ៉ាងម៉េចគឺអនន្តរិយគុណច្រើនមែនតើញាតិញោមហើយបើសិនជាកើតធ្វើដឹងតបស្នងសងគុណចំពោះគាត់ហើយមិនមែនញាតិញោមធ្វើបុណ្យបន្តិចបន្តួចនេះហើយថាតបស្នងសងគុណចំពោះគាត់រួចអត់រួចទេតែថាខ្ញុំធ្វើបុណ្យជូនចំពោះម្ដាយឪពុកខ្ញុំធ្វើមករហូតតាំងតែអំពីគាត់មានជីវិតរហូតដល់គាត់បាត់បង់ជីវិតខ្ញុំធ្វើបុណ្យតេខេណានុបទានឲ្យគាត់ទៀតតែថាសងគុណគាត់រួចអត់រួចទេញោមមើលគុណគាត់ដែលបានចិញ្ចឹមញោមវិញមើលតាំងតែអំពីនៅក្នុងពុះហើយប្រសូតមកទៀតប្រសូតចេញមកហើយទំនុកបំរុងបញ្ជូនញោមឲ្យទៅសិក្សារៀនសូត្របន្ទាប់ពីសិក្សារៀនសូត្រហើយរៀបចំឲ្យញោមមានគូស្រករហើយចែកគេអកឲ្យញោមទៀតអញ្ចឹងបើនិយាយអំពីគុណចំពោះគាត់មិនដឹងថារាប់យ៉ាងម៉េចទេញោមនិយាយពីគុណរាប់យ៉ាងច្រើនមែនតើហើយព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាចិត្តទុក្ខព្រោះការកើតមិនបានថាទុក្ខព្រោះការកើតមនុស្សយើងតែកាលណាដែលកើតមកហើយគឺនាំសេចក្តីទុក្ខមកហើយបើមិននាំសេចក្តីទុក្ខមកទេពេលដែលយើងកើតមកនោះច្បាស់ណាស់ប្រកាសជាសើចសប្បាយអើងកងហើយមិនមែនស្រែកទ្រហោយំងាកើតមកដឹងតែងាហ្មងញោមមិនបានថាកើតមកងាព្រោះជុំវិញនេះគឺហុំព័ទ្ធទៅដោយនៃសេចក្តីទុក្ខអញ្ចឹងព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាទុក្ខព្រោះការកើតនេះច្បាស់ណាស់ញាតិញោមមិនសប្បាយដូចញោមគិតធ្វើ birthday ខួបកំណើតអីរាល់ឆ្នាំទេបើញោមធ្វើខួបកំណើតឲ្យអ្នកដែលកើតមកនោះសូមនឹកឃើញគុណម្ដាយដែលប្រសូតយើងថ្ងៃនោះផងតើគាត់លំបាកប៉ុណ្ណាយើងដែលជាម្ចាស់ birthday នេះគួរតែនឹកគុណថាអញបកុំមានថ្ងៃនេះតើម្ដាយអញយ៉ាងណាយ៉ាងណីទៅថ្ងៃនោះគាត់ឆ្លងទលេនៅកណ្ដាលទលេពិបាកណាស់មិនដឹងថាឆ្លងរួចឬក៏អត់បើឆ្លងមិនរួចអញគ្មានបានឃើញពន្លឺព្រះអាទិត្យគ្មានបានឃើញមនុស្សជុំវិញខ្លួនគ្មានបានការសិក្សាខ្ពង់ខ្ពស់រៀនសូត្រចំណេះដឹងជ្រៅជ្រះប៉ុណ្ណេះទេអានឹងទុកទី1ទុកទី2គឺព្យាធិទុកនេះព្យាធិទុកនេះពេលដែលញោមកើតមកនាំរោគមកជាមួយទេនាំមកតែម្ដងអ្នកខ្លះកើតមកឈឺយកតែមែនតែនញាតិញោមកើតមកឈឺថាងាកប៉ែតអានឹងកើតមកទុកទី2ព្យាធិទុកព្រោះមានជំងឺមកបៀតបៀនហើយទុកតាំងតែអំពីតូចរហូតដល់ពេញវ័យថាពីតូចទៅយើងពិបាកក្នុងការបរិភោគមិនអាចរើសអ្វីបានថាឈឺហើយចុះធំនេះញាតិញោមពេញវ័យពេញកម្លាំងនេះឈឺនេះកើតមកនឹងយើងចង់យកអានឹងមកតាមដែរច្បាស់ណាស់ថាមកពេលខ្លះយើងនាំសុខភាពល្អមកជាមួយដែរប៉ុន្តែវាតិចតួចបំផុតដល់ញាតិញោមហើយបើសិននិយាយអំពីឈឺវិញក្នុងមួយថ្ងៃញាតិញោមឈឺប៉ុន្មាន
hai này dây ông pi sọc non mà ngày sọc còn màn mà chưa tha cho bác na còn chỉ miền trung ngư nông bị tràn chiềng tục tràn chiềng sọc bỏ bây giờ mà sam pốt lục sầm đánh thà sẽ cái đây sọc nó bỏ mà nuôi dương priệp đôi chia tật mồm đai lạ nên lơ cảm bật nó một rồi cứ tích tôi đang một phật hai này dây ông pi non mùi ngày lại nhận nhôm mơ non mùi ngày nhôm miền sẽ cái đây sọc còn màn màuระยะពេល8ម៉ោងសឹងថាពេលដែលយើងសម្រានលងលក់នោះតទេអត់មានន័យអីទាំងអស់អានឹងសម្រា8ម៉ោងបងតទេហើយក្នុងមួយថ្ងៃបើអាត្មាវាស់មើលទៅអាត្មាស្ទង់ស្ថិតិមើលខ្លួនឯងពិចារណានៅខ្លួនឯងដែរក្នុងមួយថ្ងៃអាត្មារកសេចក្តីសុខឲ្យខ្លួនឯងអត់បាន2ម៉ោងទេញោមសល់ប្រមាណទៀតសិតតែទុកអញ្ចឹងព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាជីវិតយើងនេះហុំព័ទ្ធទៅដោយសេចក្តីទុក្ខទុកមែនតែនញាតិញោមគ្មានពីណាក៏ចង់បានទុកទេសូម្បីតែញាតិញោមធ្វើបុណ្យរាល់ថ្ងៃនេះដែលប្រាថ្នាជួបទុកដែរអត់ទេប្រាថ្នាសូមតែសុខអុជធូបទៅវត្តម្ដងមកបាច់សឹងថាហុយផ្សែងឲ្យត្រឡោមដែលសូមទុកដែរញោមទៅរាល់ថ្ងៃសូមតែសុខធ្វើបុណ្យប្រាថ្នាយកតែសុខប៉ុន្តែដែលបានសុខដូចញោមប្រាថ្នាដែរអត់បានពេលខ្លះអត់បានពេលខ្លះបានហើយមិនមែនតែការញោមធ្វើបុណ្យប្រាថ្នាសុំសុខបានសុខដោយការប្រាថ្នារបស់ញោមទេញោមទៅបុណ្យទៅវត្តទៅវានអុជធូបមុខព្រះសុំតែសេចក្តីសុខញោមមិនដែលសុំទុកផងមិនក៏ទុកមកដែរហើយហេតុដែលនាំឲ្យបានទុកនេះព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាពីអតីតជាតិមកអំពីញោមធ្វើបាបសត្វបៀតបៀនសត្វអញ្ចឹងញោមក៏បានដល់នៅសេចក្តីទុកកាលណាដែលញោមមិនទៅបៀតបៀនសត្វមិនទៅសម្លាប់សត្វមិនទៅរំខាននៃសត្វញោមក៏បានដល់នៅសេចក្តីសុខហើយនៅពីខាងក្រៅទៀតអាត្មាបន្ថែមបន្តិចចុះទី1យើងដល់នៅសេចក្តីរោគឬក៏សេចក្តីទុក្ខនេះទី1គឺកង្វះអនាម័យមិនចេះសម្អាតខ្លួនប្រាណមិនចេះបរិភោគអាហារល្អគិតតែបើនិយាយមួយម៉ាត់ទៅព្រះសម្មាសម្ពុទ្ធលោកថាមិនឲ្យយើងនេះបរិភោគហួសប្រមាណកាលណាដែលបរិភោគហួសប្រមាណទៅក៏នាំឲ្យយើងជួបទុក្ខពេលដែលញោមបរិភោគឆ្អែតថាសមកចាល់ញោមដាក់មកចាល់បានដល់សេចក្តីសុខឬក៏ទុក្ខបរិភោគច្រើនពេកក៏ទុក្ខបរិភោគតិចពេកក៏ទុក្ខអញ្ចឹងហើយបានព្រះមិនឲ្យអាត្មានឹងបរិភោគច្រើនពេលបានតែ2ពេលញោមខ្លាចជួបទុក្ខហើយអានឹងទី2គឺជាធាតុទុក្ខទី3គឺចរិយាទុក្ខពេលដែលញោមកើតមកនឹងញោមចង់បានចរិយានឹងមកតាមទេគ្មានពីណាក៏ចង់បានចរិយាទេសូម្បីតែអាត្មានឹងក៏មិនចង់បានចរិយាដែរហើយចាស់ចរិយាទៅតែស្រួលដែរញោមពីក្មេងធ្លាប់តែជាពិសេសញោមប្រុសពីក្មេងធ្លាប់តែលីអង្គលីស្រូវអីផុយដល់ពេលចាស់ទៅយកទៅឲ្យលីអង្គកើតទៀតដែរញោមដាក់ទៅសកត់ទៅរមងមិនអាចទេហើយចាស់នេះអត់ស្រួលទេញោមងាកឈឺចង់ទៅណាក៏មិនបានអ្នកអើយទៅវត្តដែរវត្តគេធ្វើបុណ្យអីធំដុំមកទៅស្ដាប់ធម៌ទៅមើលគេធ្វើអីនៅវត្តអ្នកអើយខ្ញុំទៅអត់កើតទេខ្ញុំចរិយាណាស់ដើរទៅមិនបានប្រមាណផងហត់ដើរចេញពីក្រែក៏មិនតិចមិនបាននឹងទុកព្រោះចាស់ចរិយាគ្មានពីណាគេចាស់ចរិយាទៅស្រួលទេអូយខ្ញុំចាស់ចរិយាទៅកូនខ្ញុំគ្មានឲ្យខ្ញុំធ្វើអីទេស្រួលណាស់គិតតែពីដេកងើបពីដេកហើយហូបបាយហើយដេកបើសិនជាអញ្ចឹងមែនណាញាតិញោមក៏អត់ស្រួលដែរនឹងទុកព្រោះចាស់ចរិយាទី4ទុកព្រោះសេចក្តីស្លាប់នេះអានេះធំជាងគេហ្មងញាតិញោមទុកព្រោះសេចក្តីស្លាប់កាលណាដែលមានញាតិរបស់យើងស្លាប់បាត់បង់ជីវិតទៅយើងក៏រមែងដល់នៅសេចក្តីសុខស្រួលស្លាប់បាត់បង់ជីវិតទៅយើងមិនដែលសប្បាយចិត្តទេញាតិញោមរមែងតែងតែមានការនឹករលឹកមិនអស់អាល័យចំពោះញាតិរបស់យើងហើយញាតិដែលស្លាប់បាត់បង់ជីវិតទៅនេះយើងព្រាត់ប្រាសទៅមិនបានព្រៀងមុនមិនបានដឹងមុនមិនបានត្រៀមទុកមុនថាអូថ្ងៃនេះខ្ញុំស្លាប់ហើយអ្នកជួយធ្វើបុណ្យឲ្យខ្ញុំផងពេលខ្លះស្លាប់មិនបាច់ចាំដល់វ័យចាស់ពេលខ្លះស្លាប់ទាំងនៅទីរុក៏មានស្លាប់ទាំងនៅវ័យប្រហែលអាត្មាក៏មានស្លាប់វ័យនៅខ្ទង់60ក៏មានស្លាប់វ័យខ្ទង់80ក៏មានអញ្ចឹងត្រង់កន្លែងនឹងហើយបានព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាអនិច្ចំអត់ទៀងទាត់
song khaទាំងឡាយអនិច្ចំអញ្ចឹងពេលដែលស្លាប់គេរមែងតែងតែដាក់អក្សរ1អក្សរ3នៅខាងមុខសាកសពសាកសពរូបថតអ្នកស្លាប់គេដាក់រូបប៉ាំងទុកខាងអនិច្ចំអនត្តាអញ្ចឹងរូបជាសម្បុកនៃទុកជាសម្បុកនៃរោគមិនទៀងទាត់មិនមែនជារបស់ខ្លួនហើយបើព្រះសម្មាសម្ពុទ្ធលោកថាមិនមែនជារបស់ខ្លួនយើងផងញាតិញោមពេលខ្លះដើម្បីតែខ្លួនឯងទៅនិយាយថាមួយម៉ាត់ចុះត្រឹមតែអាហារ3ពេលញាតិញោមខខំប្រឹងអីម្លេះបើថាបានមកដោយសមាអាជីវរមិនអីទេញោមប្រសើរអ្នកខ្លះបានមកដោយការកឹបកេងបន្លំគេបានមកដោយការមិនស្មោះត្រង់បានមកដោយការបៀតបៀនអ្នកដទៃគិតតែពីប្រយោជន៍ខ្លួនឯងអានេះមិនប្រសើរទេញោមហើយការស្លាប់នេះទៀតសោតមានប្រមាណយ៉ាងដែរញោមការស្លាប់មិញទុកទាំង4កងឥឡូវចូលដល់ស្លាប់មើលតាអាចារ្យជួយបោះប្រយ៉ងតិចមើលដូចស្ងាត់ដល់ហើយតែស្ងាត់ចឹងអាត្មាលក់នៅហើយស្លាប់មានប្រមាណយ៉ាងដែរញោមស្លាប់មាន2យ៉ាងទី1អមរណកាលទី2មរណកាលអមរណកាលបានន័យថាស្លាប់មិនទៅតាមកាលកំណត់មរណកាលស្លាប់ទៅតាមកាលកំណត់មិនបានមានអញ្ចឹងញោមដឹងដែរអាយុកាលរបស់យើងដែលត្រូវស្លាប់បច្ចុប្បន្ននៅ75ប៉ុន្តែអ្នកខ្លះបានដល់75ដែរញោមត្រង់កន្លែងហ្នឹងឲ្យកុំប្រមាទស្លាប់អត់មានគិតថាអេខ្ញុំមិនទាន់ចាស់ផងមិនបានត្រូវស្លាប់ទាន់ដល់អាយុផងអ្នកអើយទៅវត្តដែរអូយចាំអាយុចិត្តចាំទៅវត្តក៏បានដែរចាំរក្សាសិលអត់ទេញោមប្រយ័ត្នបន្តិចទៅមានក្មេងមានចាស់មានអីនេះអត់ទៀងទាត់ទេបើអត់ទៀងទាត់ដូច្នេះហើយគួរតែសន្សំសេចក្តីល្អរឿយព្រោះថាការស្លាប់នេះមិនបានកំណត់អាយុមិនបានកំណត់ពេលហើយមនុស្សយើងម្នាក់នេះស្លាប់ទៅមិនទៀងទាត់ទេសន្សំបុណ្យមកបានច្រើនក៏បានអាយុវែងដូចនៅក្នុងពេលនេះលោកយាយសុនគាត់ស្លាប់បាត់បង់ជីវិតទៅបញ្ជូនគាត់រហូតដល់87ដោយមិនមានទុក្ខលំបាកអីទេញោមហើយរឿងទុក្ខលំបាកនេះមិនមែនថាយើងនេះកើតមកមិនមានទុក្ខទេត្រូវតែមានទុក្ខហើយមិនថាតិចឬក៏ច្រើនប៉ុន្តែដូចជាលោកយាយគាត់ស្លាប់បាត់បង់ជីវិតទៅស្រួលញោមមកតាមលឺញោមស្រីគាត់ប្រាប់មកស្រួលទៅផុយពិចារណាបន្តិចទៅខ្សោយបន្តិចទៅលុតទៅបាត់ដូចទៀនអញ្ចឹងអត់មានខ្យល់បក់ទេញោមអស់ទៀនលុតភ្លឹបអ្នកខ្លះស្លាប់ទៅវេទនាញោមរវើរវាយឃើញនេះរវើរវាយឃើញនោះស្រែកមមីមមើអាហ្នឹងបើតាមតែស្ដាប់ប្រភេទបែបហ្នឹងទៅមិនស្រួលទេកាលណាដែលចិត្តមិនស្ងប់ការចុតតិបដិសន្ធិនោះច្បាស់ណាស់មិនយោងកំណត់ប្រសើរទេមុខទៅអបាយភូមិ4នោះហើយប៉ុន្តែមិនដឹងថា4នោះចំចន្លោះមួយណាទៅតាមកម្លាំងកម្មដែលគាត់បានសាងហើយកម្មនេះទៀតសោតឮថាកម្មតិចញាតិញោមថាខ្ញុំរងទុក្ខកម្មដល់ហើយវេទនាដល់ហើយកម្មមួយម៉ាត់អត់ទាន់បែងចែកល្អអាក្រក់ទេញាតិញោមកម្មមួយម៉ាត់អត់ទាន់បែងចែកអាក្រក់ល្អទេលុះត្រាណាតែបន្ថែមអកុសលកម្មឬក៏កុសលកម្មទើបអាចបែងចែកល្អបានកុសលកម្មគឺកម្មដែលល្អអកុសលកម្មគឺកម្មដែលអាក្រក់អ្នកណាធ្វើយ៉ាងណាបានយ៉ាងនោះហើយសាសនាពុទ្ធនេះញាតិញោមអត់ដូចសាសនាដទៃទេសាសនាពុទ្ធបង្រៀនមនុស្សយ៉ាងម៉េចញាតិញោមអត្តហេអត្តណោនាថោខ្លួនជាទីពឹងរបស់ខ្លួនដល់ឡែកទៅសំបីតែពុទ្ធក៏ពុទ្ធអត់ឲ្យយកទីពឹងផងបើពុទ្ធឲ្យយកពុទ្ធជាទីពឹងពុទ្ធប្រាប់ថាណែមនាលអ្នកទាំងឡាយមនាលសាវកទាំងឡាយមនាលពុទ្ធបរិស័ទទាំងឡាយចូលអ្នកទាំងឡាយកុំយកអ្វីជាទីពឹងឲ្យសោះចូលអ្នកយកតថាគតជាទីពឹងចុះព្រះពុទ្ធអត់សម្ដែងអញ្ចឹងទេពេលដែលព្រះអង្គរៀបនឹងបរិនិព្វានព្រះអង្គបានផ្ដាំអនន្តថាម៉េចញោមអស់អំពីតថាគតទៅនៅសល់ព្រះធម៌ដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធនិងជាគ្រូជាទូមានជំនួសតថាគតអញ្ចឹងអស់អំពីពុទ្ធទៅពុទ្ធឲ្យយកធម៌ពុទ្ធជាទីពឹងអត់ឲ្យយកព្រះអង្គជាទីពឹងទេណាញោម
ហើយឲ្យយកព្រះអង្គជាទីពឹងនឹងមិនមែនថាយើងដាច់ខាតមិនត្រូវពឹងព្រះពុទ្ធទេព្រោះព្រះពុទ្ធជាអ្នករកធម៌ឃើញជាអ្នករកផ្លូវឃើញអញ្ចឹងត្រូវតែនៅពឹងព្រះពុទ្ធប៉ុន្តែព្រះអង្គមិនឲ្យយកព្រះពុទ្ធជាទីពឹងមិនឲ្យយកទីរលឹកនោះមិនឲ្យថាជឿងប់ងល់ដោយសាសនាដទៃដូចឥណ្ឌាអីគេបន់ស្រន់តែព្រះសុំតែសុខអត់មានធ្វើអីហើយសាសនាដទៃផ្សេងទៀតអ្នកឯងចង់ធ្វើបាបអីក៏ធ្វើទៅចូលមកសាសនារបស់ខ្ញុំលាងបាបឲ្យអត់ទេហើយរឿងមួយទៀតថាប្រពុតគង់ទ្រង់ធរមាននៅព្រះអង្គមិនអាចទៅជួយអ្វីបានច្រើនដល់ផងញាតិញោមដែលឮរឿងប្របាទសុខប្រពុតដែរប្របាទសុខប្រពុតនេះគឺជាបិតាក្មេករបស់ប្រពុតគឺជាបិតារបស់ព្រះនាងពំពាហើយមិនបានត្រូវព្រះធរណីសោកបិតាក្មេកប្រពុតមិនក៏ប្រពុតអត់ជួយព្រះអង្គគង់ធរមាននៅតាមិនបានអត់ជួយមិនបដ ாய் ឲ្យធ្លាក់នរកញាតិញោមដឹងដែរដូចបានសម្ដែងខាងដើមអត្តនិអាតាហេអត្តណោនេថោខ្លួនជាទីពឹងរបស់ខ្លួនធ្វើយ៉ាងណាបានយ៉ាងនោះប្រពុតគង់នៅផងមិនក៏ប្រពុតអត់ជួយមិនក៏ប្រពុតថាអ្នកធ្វើបែបនេះចាំតថាគតមកចូលក្នុងសាសនាតថាគតមកចាំតថាគតជួយលាងបាបឲ្យអ្នកឲ្យរួចអំពីឋាននរុអវិជ័យនោះឲ្យរួចទៅឋានសួគ៌អត់ទេហើយរឿងដែលប្របាទសុបពុទ្ធធ្លាក់ចូលនរុនោះញាតិញោមដឹងថាមូលហេតុអីទេអាត្មាបង្ហើបបន្តិចរឿងតែបន្តិចទេញាតិញោមរឿងកំហឹងមិនបានថាប្របាទសុបពុទ្ធខឹងពុទ្ធត្រង់ដែលថាព្រះពុទ្ធរត់ចោលព្រះនាងពំពាចេញទៅបួសឲ្យកូនស្រីរបស់ខ្លួននៅជាស្ត្រីមេម៉ាយរងទុក្ខវេទនាទាំងគេទាំងអាត្មាធម្មតាទេញោមចិត្តជាបទុជនឃើញកូនស្រីរបស់ខ្លួនរងទុក្ខដូចនេះច្បាស់ណាស់ប្រកាសជាមានការក្តៅក្រហាយគុំគួនហើយតែការក្តៅក្រហាយគុំគួនហើយប្រកាសជាខឹងស្អប់ពេលដែលព្រះពុទ្ធនិមន្តទៅបិណ្ឌបាតឃើញព្រះពុទ្ធទៅបិទផ្លូវញាតិញោមប្រាប់សេនារបស់ខ្លួនអត់ឲ្យព្រះពុទ្ធយាងចូលបិណ្ឌបាតពេលនោះដែរព្រះពុទ្ធអញញឹមហើយអនន្តនៅចិត្តនោះក៏លេចឃើញសួរទៅហ្មងបបិទ្ធព្រះសម្មាសម្ពុទ្ធដ៏ចម្រើនហេតុអ្វីបានជាព្រះអង្គញញឹមដូច្នេះគេមិនឲ្យយើងទៅបិណ្ឌបាតហើយហេតុអីក៏ព្រះអង្គនៅតែញញឹមដូច្នេះពេលនោះដែរព្រះពុទ្ធបានតបទៅនឹងព្រះអានន្ទវិញថាមនាលអានន្ទព្រះបាទសុបពុទ្ធនេះ7ថ្ងៃទៀតនឹងត្រូវព្រះធរណីស្រូបចូលទៅក្នុងនរុអវិជ័យហើយពេលនោះដែរព្រះអានន្ទសួរបបិទ្ធព្រះសម្មាសម្ពុទ្ធដ៏ចម្រើនហេតុទោសអ្វីទៅបានត្រូវដូច្នេះព្រះពុទ្ធថាមនាលអានន្ទទោសតែបន្តិចទេគឺព្រះបាទសុបពុទ្ធនេះខឹងតថាគតរត់ចោលព្រះនាងពំពាទុកឲ្យកូនខ្លួននៅវេទនាជាស្ត្រីមេម៉ាយហើយខឹងតថាគតប៉ុណ្ណឹងហើយបិទផ្លូវអ្វីដែលសំខាន់នោះគឺបិទផ្លូវរបស់តថាគតមិនឲ្យនិមន្តចូលបិណ្ឌបាតនៅក្នុងរាជវាំងរបស់ព្រះបាទសុបពុទ្ធតែប៉ុណ្ណឹងញាតិញោមបន្តិចហ្នឹងនរុត្មងអញ្ចឹងរឿងពុទ្ធនេះញោមធ្វើត្រូវក៏បានអានិសង្សច្រើនធ្វើខុសក៏បានច្រើនដូចគ្នាប៉ុន្តែអកុសលកម្មហើយចំពោះព្រះសម្មាសម្ពុទ្ធលោកតែងតែពោលសរសើរជានិច្ចចំពោះកូនប្រុសស្រីទាំងឡាយណាដែលដឹងគុណឪពុកម្ដាយអញ្ចឹងពោលសរសើរហើយបើនិយាយអំពីរឿងនៅក្នុងពុទ្ធសាសនាយើងនេះគុណដ៏ធំជាងគេក៏មានតែឪពុកម្ដាយដែរហើយទោសដែលធ្ងន់ជាងគេនៅក្នុងពុទ្ធសាសនាអនន្តរិយកម្មធ្ងន់បំផុតនៅក្នុងពុទ្ធសាសនាមិនមានអ្វីដែលធំជាងអនន្តរិយកម្មទេហើយអនន្តរិយកម្មនោះក្នុងនោះក៏មានឪពុកម្ដាយមួយដែរកូនប្រុសស្រីទាំងឡាយណាធ្វើខុសចំពោះឪពុកម្ដាយដោយព្រះមហាមុគលានអីញាតិញោមមើលអាត្មាខ្ជិលសំដែងមកដឹងហើយចឹងតទៅមុខបន្តិចទៀតនេះនិយាយអំពីរឿងស្លាប់ព្រោះបើញោមដឹងហើយមិនដឹងទៅសំដែងអីទៀតអញ្ចឹងមានតែរំលងខ្ជិលសំដែងទៅមុខបន្តិចទៀតហើយការស្លាប់តែមានអ្នកស្លាប់ទៅគេរមែងតែធ្វើបុណ្យតក្កិណានុប្បទានហើយធ្វើបុណ្យតក្កិណានុប្បទាននេះញាតិញោមមិនមែនមានត្រឹមតែសម័យយើងទេមានត្រឹមតែអំពីសម័យពុទ្ធកាលមកម្លេះអាត្មាលើករឿងមួយទៀតរឿងនាងសិលានៅនេះមានពីណាឈ្មោះសិលាហ៎ញាតិញោមអត់មានសិលាអីទេចឹងទៅបាននាងសិលា
នាងសេឡានោះជាមនុស្សដែលអត់ជ្រះថ្លានៅក្នុងពុទ្ធសាសនាទេញោមហើយចំណងជើងគេដែលគេដាក់នៅក្នុងអាត្មាអានទុសជាតិដករឿងព្រះសម្មាសម្ពុទ្ធទៅគេដាក់ចំណងជើងថាទោសនៃការមើងងាយព្រះសារីរិកធាតុនាងសេឡានោះជាមនុស្សនៅក្នុងស្រុកនិគមមួយព្រះបាទអាជាសតុដែលយើងស្គាល់ថាជាបុត្របើនិយាយមុននោះបន្តិចទៀតគឺថាបុត្រដែលពីលញាតិញោមបុត្រដែលពីលបន្ទាប់ពីដឹងខ្លួនខុសហើយកែខ្លួនមកវិញហើយក៏មានចិត្តជ្រះថ្លាជាមួយនឹងព្រះសម្មាសម្ពុទ្ធប៉ុន្តែស្របពេលដែលព្រះអង្គបរិនិព្វានហើយព្រះបាទអាជាសតុនោះមានចិត្តជ្រះថ្លាខ្លាំងណាស់ញាតិញោមក៏បានធ្វើពិធីដង្ហែព្រះសារីរិកធាតុធ្វើដង្ហែថាបាន7ជំហានអីចឹងទៅធ្វើបុណ្យនៅកន្លែងនោះរយៈពេល7យប់7ថ្ងៃបាន7ជំហានអីចឹងទៀតទៅធ្វើបុណ្យ7យប់7ថ្ងៃទៀតទៅដើម្បីអបអរសាទរដើម្បីជាការដឹងគុណព្រះសម្មាសម្ពុទ្ធដែលខំស្វែងរកធម៌អស់រយៈពេលប្រមាណនេះនោះធ្វើទុក្ករកិរិយារហូតដល់ព្រះអង្គបរិនិព្វានទៅនោះធ្វើទុក្ករកិរិយា6ឆ្នាំហើយព្រះអង្គបានសម្ដែងធម៌រហូតមកដល់នោះព្រះអង្គបានត្រាស់នៅបច្ចុប្បន្ន35អញ្ចឹងព្រះអង្គបរិនិព្វានអាយុប៉ុន្មានញោមតិចអត់ដឹងបរិនិព្វាននៅអាយុ80អញ្ចឹងព្រះអង្គសម្ដែងធម៌អស់រយៈពេល45ព្រះវស្សាអញ្ចឹងដើម្បីរំលឹកគុណដែលព្រះសម្មាសម្ពុទ្ធខំស្វែងរកធម៌អញ្ចឹងធ្វើបុណ្យនិយាយថាធ្វើហើយអ្នកខ្លះគេជ្រះថ្លាគេចូលរួមជាមួយទៅញាតិញោមអ្នកខ្លះគេមិនជ្រះថ្លាដូចនាងសេឡាអីគេថាទៅធ្វើបុណ្យអីជាមួយឆ្អឹងខ្មោចនោះកំតិចផេះនោះអត់ជ្រះថ្លាទេញោមគេធ្វើបុណ្យលាន់នាងនោះអត់ធ្វើជាមួយគេទេមិនធ្វើជាមួយហើយគ្មានចិត្តជ្រះថ្លាបន្ទោសបង្អាប់តេះដៀលគេទៀតហើយនាងនោះប្រកបមុខរបរថាចំនួនជួញដូរយ៉ាងដែរញោមចំនួនជួញដូរនោះមានតាំងតែអំពីសម័យពុទ្ធកាលមកទៀតចំនួនជួញដូររស់ស៊ីអញ្ចឹងទៅបន្ទាប់ពីនាងរស់ស៊ីហើយបន្ទាប់ពីបានថ្ងៃមួយនោះមិនបានប្រមាណផងធ្លាក់ខ្លួនឈឺហើយក៏បានស្លាប់បាត់បង់ជីវិតទៅក៏យោមកំណើតទៅជាប្រែតញាតិញោមយោមកំណើតទៅជាប្រែតនៅក្នុងព្រៃស្មោឋានមួយបន្ទាប់ពីគេយកសាកសពនាងទៅចោលនៅក្នុងព្រៃបើនៅប្រទេសឥណ្ឌាពីចំនួនដើមបន្ទាប់ពីស្លាប់ទៅគេយកទៅចោលនៅក្នុងព្រៃសំបីតែលោកចៃឋានក៏លោកបាននេះដែរប្រាប់ដែរថាគេយកទៅចោលនៅក្នុងព្រៃរុំកណាត់រុំអីចោលនៅក្នុងព្រៃហើយភិក្ខុខ្លះទៅឆាកយកអំពីកណាត់សយកមកដេអាហ្នឹងអានិសង្ឃបកឋិនផ្សេងខ្ញុំអាត្មាមិនលើកមកទេទុកកឋិននោះគេយកទៅចោលនៅក្នុងព្រៃនាងនោះក៏បានកើតជាប្រែតនៅក្នុងព្រៃនឹងបាត់ទៅបន្ទាប់ពីថ្ងៃមួយមានអ្នកស្រុកធ្វើចំនួនជួញដូរបកាត់ព្រៃនោះហើយនាងនោះក៏ឃើញដូច្នេះស្គាល់ថាអូជាញាតិរបស់ខ្លួននៅខាងភូមិអីនោះតើអញ្ចឹងក៏និមិត្តឲ្យឃើញញាតិញោមនិមិត្តឲ្យឃើញហើយក៏បានប្រាប់អ្នកស្រុកអ្នកភូមិដែលចំនួនជួញដូរនោះថាខ្ញុំជានាងសេឡារស់នៅក្នុងភូមិនិគមនេះសូមលោកម្ចាស់ទាំងពីរនាក់ទៅជួយប្រាប់ម្ដាយខ្ញុំផងឲ្យធ្វើបុណ្យតក្កិណានុប្រទានឧទ្ទិសកុសលផលបុណ្យឲ្យខ្ញុំផងហើយខ្ញុំមានកំណត់4យ៉ាងទុកនៅក្រោមគ្រែបញ្ជាក់ថាខ្ញុំបានរកស៊ីចំនួនជួញដូរនោះបានចំណេញប៉ុណ្ណេះហើយមាសប្រាក់ដែលខ្ញុំបានកប់ក្រោម4គ្រែនោះម្ដាយខ្ញុំអត់ដឹងទេអញ្ចឹងដើម្បីខ្លាចលោកមិនជឿខ្ញុំបញ្ជាក់ប្រាប់ថាផ្ទះរបស់ខ្ញុំនោះមានកំណត់4កន្លែង4ប្រអប់ទុកនៅក្រោមគ្រែពេលនោះដែរពួកចំនួនជួញដូរទាំងប្រមាណនោះធ្វើដំណើរមកដល់ស្រុកភូមិរបស់ខ្លួនវិញហើយក៏បានយកដំណឹងនឹងទៅប្រាប់ហើយម្ដាយនឹងអត់ទាន់ជឿទៀតញោមមិនដឹងថាកូនខ្លួនទៅកើតនៅទីណាអត់ទាន់ជឿទៀតហើយក៏ប្រាប់ថានាងបានប្រាប់ថានាងមានកំណត់4យ៉ាងដែលលាក់នៅក្រោមគ្រែសូមអ្នកទៅរកមើលនៅក្រោមគ្រែរបស់អ្នកចុះនាងចុះបើរកឃើញនោះច្បាស់ជាការពិតតែបើរកមិនឃើញទេនាងនោះមិនមែនជានាងសេឡាដែលបានស្លាប់បាត់បង់ជីវិតនោះទៅទេពេលនោះដែរម្ដាយរបស់នាងសេឡានោះក៏ទៅឃើញមែនញាតិញោមធ្វើមែនហើយក៏ជឿថាអូកូនរបស់ខ្លួនបានស្លាប់បាត់បង់ជីវិតទៅយោងកំណើតទៅកើតទៅជាប្រែតនៅឯព្រៃស្មោឋាននោះអញ្ចឹងទៅពេលនោះដែរនាងក៏បានប្រាប់ថាឲ្យធ្វើបុណ្យតក្កិណានុប្រទានឲ្យនាងផងពេលនោះដែរព្រះពុទ្ធសាសនាបានរីកសុសសាយទៅដល់ហើយក៏មានព្រះសង្ឃអីធរមានគង់នៅហើយ
จังก่อนนิมนต์ประสงค์มาทุบนเตะขนานุปเตียนเตยโยมเฟื่อบนเตะขนานุปเตียนหายตื้อกระสอบพอบนตะออยหายเนียงนุเคยมาได้เฟื่อบนเตะขนานุปเตียนตื้อกระสอบพอบนออยหายก็เมียนจัดเตรอก็เมียนจัดเตรอให้ก็บานตัวยกพลาอันสองได้กุนได้มาได้บานเฟื่อออยนุจังเนียงก็บานรุ่ยพอดอมปีตีนุก็รุ่ยตึกนองทานสัวบาดเตยโยมដោយអំណាចផល្លាអានិសង្ឃធ្វើបុណ្យតេខេណានុបទាននេះអញ្ចឹងធ្វើបុណ្យតេខេណានុបទាននេះហើយអាចឧទ្ទិសកុសលផលបុណ្យបាននោះវាអាស្រ័យហេតុនៃការកើតអ្នកស្លាប់ទៅកើតនៅកន្លែងអាចទទួលយកបានកូនចៅប្រុសស្រីទាំងឡាយធ្វើទៅអាចទទួលផលបានហើយបើសិនជាកើតមិនអាចទៅកន្លែងទទួលយកបានទេដូចជាជ្រៅពេកដូចជារាក់ពេកហើយកំណើតដែលអាចទទួលយកបាននោះមានកំណើតដូចជាតែប្រែតទេញោមអាចទទួលយកបានហើយមួយទៀតគឺកំណើតអសូរកាយញោមស្គាល់ទេញោមព្រមមកអត់ជឿថាអត់ស្គាល់ទេច្បាស់ណាស់កំណើតអសូរកាយញោមអាចទទួលយកចំណែកផល្លាអានិសង្ឃបន្ទាប់ពីញាតិរបស់ខ្លួនធ្វើទៅឧទ្ទិសទៅអាចទទួលយកបានព្រោះពួកនេះមានកម្មតិចណាស់អញ្ចឹងចាំតែញាតិធ្វើបុណ្យឲ្យហើយឧទ្ទិសកុសលផលឲ្យហើយអាចទទួលយកបានចេះតែកណាសួរទៅស្គាល់មកលើសួរតិចមើលប្រែតនឹងបែរមុខទៅណាញោមមុខមិនកណាដែលឃើញផងមិនបងញោមស្គាល់ខ្មោចទេខ្មោចឈូកកូនកណាំដែលឃើញផងឃើញស្នាប់ហ្នឹងអីបងញោមបើចំនួនដើមប្រហែលជាធ្លាប់ជួបខ្មោចញោមយើងថាខ្មោចប៉ុន្តែនៅក្នុងពុទ្ធសាសនាអបាយភូមិ4ដូចជាអត់មានខ្មោចទេមិនចឹងឯលោកពូអាចារ្យប៉មានតែអសូរកាយបានន័យថាកាយមិនប្រកបអញ្ចឹងកាយមិនប្រកបពួកនោះឯងនៅលើផែនដីជាមួយយើងដែរទេហើយពួកនោះអាចចូលរូបរាងកាយអ្នកណាក៏បានដែរញោមឲ្យតែយើងខ្សោយឬក៏យើងខ្វះសតិអីគ្រប់គ្រាន់ពួកនោះមានឱកាសឆ្លៀតអាចចូលបានអូមករមមមើលទៅគេសន្មត់មេឃនឹងដូចខ្វះពេលមកសំដែងមិនទាន់ចប់ផងបងហើយបុណ្យតេខេណានុបទានត្រូវប្រកបទៅដោយអង្គ3ញាតិញោមប្រយ័ត្នភ្លេចទី1អ្វីកណាទៀតអត់ជួយឆ្លើយផងហើយបើអត់ចេះកណាដែរបងទី1គឺធ្វើជាមួយតេខេណីយបុគ្គលដល់ប្រសើរនោះមានតែប្រសង់នៅអ្នកបួសមិនដែលញាតិញោមបុគ្គលដល់ប្រសើរនោះទៅនិមន្តឬក៏អញ្ជើញលោកតាអាចារ្យចាស់ព្រឹទ្ធាចារ្យមកទេញាតិញោមអញ្ចឹងបុគ្គលដល់ប្រសើរគឺព្រះសង្ឃហើយមួយទៀតបើមិនមានព្រះសង្ឃទេអាចធ្វើបុណ្យតេខេណានុបទានបានទេបានចំពោះអ្នកមានសិលអញ្ចឹងបើអ្នកណាដែលមានសិលញាតិញោមអាចធ្វើបានជាមួយគាត់ប្រកេនតេយ្យវត្ថុដូចជាលោកតាអាចារ្យហ្នឹងក៏ឲ្យឈ្មោះថាធ្វើបុណ្យតេខេណានុបទានបានដែរប៉ុន្តែគាត់ទៅថាធ្វើបុណ្យជាមួយព្រះសង្ឃប្រៀបបានដូចជាញាតិញោមយកតេយ្យវត្ថុទៅដាក់នៅលើសំពៅបើធ្វើជាមួយលោកតាអាចារ្យអីប្រៀបបានដូចជាក្បូនដូចជាទូកអីទេញាតិញោមអញ្ចឹងព្រោះគាត់មិនបរិសុទ្ធដោយព្រះសង្ឃហើយព្រះសង្ឃយើងដឹងស្រាប់ហើយគឺឧត្តមភេទដល់ប្រសើរហើយឧបាសកឧបាសិកាគឺអីញាតិញោមតិចអត់ដឹងទៀតនោះតិចអត់ដឹងភេទខ្លួនឯងភេទស្រីឯងញាតិញោមឬក៏ភេទបុរសគឺហើយអ្នកភេទមិនប្រសើរនេះមិនសំដៅថាអាក្រក់ឯណាញាតិញោមតែញោមរក្សាសិលជាប់5 8ក៏ប្រសើរដែរប៉ុន្តែបើញាតិញោមមិនមានសិលនៅក្នុងខ្លួនទេច្បាស់ណាស់ថាមិនប្រសើរទេព្រោះជីវិតរបស់យើងម្នាក់ព្រះសម្មាសម្ពុទ្ធលោកថាដូចជាដើមចេករកក្លឹមអត់ឃើញទេញាតិញោមឥឡូវនិយាយរឿងក្លឹមអាត្មាចូលបន្តិចទៀតអត់តដល់ចប់ទេងាយបានមកជួបផងហើយណាមួយងាយបានសំណេះសំណាលផងជួបញោមព្រំឯហ្នឹងសំណេះសំណាលតែជាមួយញោមព្រំឲ្យបានច្រើនបន្តិចតើក្លឹមរបស់មនុស្សនៅកន្លែងណាញាតិញោមក្លឹមរបស់មនុស្សព្រះសម្មាសម្ពុទ្ធលោកថាមនុស្សយើងប្រៀបដូចដើមចេករកក្លឹមអត់ឃើញទេបើដើមអីផ្សេងគេមានក្លឹម
ហើយបើដំរីក្លឹមរបស់ដំរីនៅភ្លុកហើយចុះក្លឹមមនុស្សនៅកន្លែងណាចាបើក្លឹមរបស់មនុស្សគឺនៅត្រង់សិលបើអត់មានសិលទេយើងស្លាប់បាត់បង់ជីវិតទៅដូចគោលអស់ចឹងញោមអត់មានក្លឹមទេគេលើកទៅកវែងកន្លែងណាក៏បានដូចគោលឈើចឹងនៅក្នុងធម៌អនិច្ចាក៏បានសម្ដែងបន្ទាប់ពីរាងកាយមួយនេះតែមានវិញ្ញាណប្រះចាកចេញទៅហើយដូចជាគល់អង្កត់អស់រកប្រយោជន៍គ្មានក៏អញ្ចឹងប្រយោជន៍របស់មនុស្សធ្វើបានតែមើលតែម៉ោងចុះមកញោមបញ្ញាប់មែនញោមបញ្ញាប់មកក្រែទៀតមែនអាត្មាអត់បញ្ញាប់ផងក៏ទី1គឺធ្វើបន់ជាមួយតេខណយបុគ្គលដល់ប្រសើរញោមព្រំដូចជាធ្វើអញ្ចឹងដូចដេញអាត្មាអញ្ចឹងញោមព្រំបញ្ញាប់ជាគេក៏ទី1គឺតេខណយបុគ្គលដល់ប្រសើរទី2គឺចេះឧទ្ទិសទានដូចមានសម្ដែងនៅក្នុងទេរោទសោតអញ្ចឹងប្រយ័ត្នតែភ្លេចឧទ្ទិសទានអាត្មាខ្ជិលចូលមួយរឿងទៀតចាំមិនក្រៅពោតែភ្លេចឧទ្ទិសទានចូលមួយរឿងទៀតតែភ្លេចឧទ្ទិសទានដូចញាតិរបស់ព្រះបាទពឹមពិសារាជអញ្ចឹងញាតិញោមនិមន្តព្រះធ្វើបុណ្យមកហើយអត់បានឧទ្ទិសទានបុណ្យនោះអត់បានដល់អ្នកស្លាប់ទេអត់បានដល់អ្នកស្លាប់ទេអញ្ចឹងត្រូវតែចេះឧទ្ទិសទានទី3ចុងបញ្ចប់បន្ទាប់ពីឧទ្ទិសទានរួចញាតិរបស់ខ្លួនដែលបានស្លាប់បាត់បង់ជីវិតទៅនោះក៏មើលមុខអាត្មាតែមើលហ្នឹងចូលមួយរឿងទៀតឡើយហើយរឿងអត់ខ្វះទេនេះសិតតែក្តាស់រឿងមកហើយពោត្រូវតែចេះមកអនុមោទនាទទួលយកបន្ទាប់ពីអនុមោទនាទទួលយកឲ្យបានចំណែកផល្លាអនិសង្សហើយមុខអាត្មាអៀនណាតែលែងចាញ់ពោអញ្ចឹងសូមបញ្ចប់ត្រឹមនេះចុះញោមព្រោះថាញោមព្រមពីមើលមុខដល់ហើយអញ្ចឹងធម្មទេសនាខ្ញុំបកករណាអាត្មាភាពបានសម្ដែងមកនេះក៏សន្មតថានឹងបញ្ចប់តែប៉ុណ្ណេះតែមុននឹងបញ្ចប់ធម្មទេសនាខ្ញុំបកករណាអាត្មាភាពក៏សូមកងការមហាកុសលទាំងអស់នេះជួនចំពោះវិញ្ញាណក្ខន្ធឧបាសិកាសុនដែលគាត់ទទួលមរណភាពហើយនោះសូមឲ្យគាត់បានទទួលយកចំណែកផល្លាអានិសង្សដែលកូនចៅបានធ្វើក្នុងខណៈនេះបន្ទាប់ពីគាត់បានទទួលផល្លាអានិសង្សហើយសូមឲ្យពរជ័យដល់កូនចៅប្រុសស្រីទាំងឡាយហើយម្យ៉ាងមួយទៀតខ្ញុំបកករណាអាត្មាភាពក៏សូមកងការមហាកុសលដែលបានកើតឡើងក្នុងខណៈនេះជូនទៅដល់ញាតិញោមទាំងអស់ដែលបានមកស្ដាប់ធម៌អំពីទីនេះក៏សូមឲ្យញាតិញោមជួបនៅពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងសម្បត្តិ3សម្បត្តិមនុស្សសម្បត្តិទេវតាសម្បត្តិអស្ចារ្យគឺព្រះនិព្វានប្រសិនបើជាម្ចាស់ទានប្រាថ្នានៅពរណាសម្បត្តិណានោះក៏សូមឲ្យបានសម្រេចដោយសេចក្តីប្រាថ្នាអយ៉ាងសាងកបេអ្នកសមត្តារីឯប្រធមទេសនាខ្ញុំបកករណាអាត្មាភាពបានសម្ដែងមកនេះក៏សន្មតថានឹងបញ្ចប់តែប៉ុណ្ណេះឯងអេវ៉ាំងសូមអនុមោទនាព្រមពេញយាយសាធុសាធុគុណម្ចាស់